គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីថ្ងៃនេះយើងនឹងសិក្សាប្រយោគភាសាអង់គ្លេសដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃបន្តទៀតតោះយើងទៅសិក្សាទាំងអស់គ្នាបាទខ្ញុំមិនអាចភ្លេចអ្នកបានទេបាទខ្ញុំមិនអាចភ្លេចអ្នកបានទេ I can't forget you I can't forget you បាទខ្ញុំមិនអាចភ្លេចអ្នកបានទេបាទគឺនៅតែចងចាំគេអញ្ចឹងទៅកុំទៅឆ្ងាយពេកបាទកុំទៅឆ្ងាយពេក Don't go too far Don't go too far Don't go too far បាទកុំទៅឆ្ងាយពេកតើអ្នកស្រេកទឹកទេបាទស្រេកទឹកទេ Are you thirsty Are you thirsty Are you thirsty បាទតើអ្នកស្រេកទឹកទេឬក៏តើឯងស្រេកទឹកទេបាទតើអ្នកកំពុងតែរវល់ធ្វើអីគេបាទតើអ្នកកំពុងរវល់ធ្វើអីគេ What are you up to What are you up to What are you up to បាទតើអ្នកកំពុងតែរវល់ធ្វើអីគេណាបាទតើពេលនេះវាម៉ោងប៉ុន្មានហើយបាទឧទាហរណ៍ចង់សួរពីមិត្តភ័ក្តិឬក៏អ្នកណាម្នាក់ថាម៉ោងប៉ុន្មានហើយ What time is it What time is it What time is it តើពេលនេះវាម៉ោងប៉ុន្មានហើយបាទកុំអៀនខ្មាស់ក្នុងការនិយាយកុំអៀនខ្មាស់ក្នុងការនិយាយ Don't be shy to talk Don't be shy to talk Don't be shy to talk បាទមានន័យថាកុំខ្មាស់អៀនក្នុងការនិយាយបាទពេលខ្លះនិយាយទៅខ្លាចគេសើចពេលខ្លះទៅនិយាយទៅខ្លាចគេរិះគន់ចេះមួយចុះពីរអញ្ចឹងទៅបាទដូច្នេះហើយបើអ្វីដែលយើងត្រូវនិយាយចង់និយាយយើងនិយាយទៅឲ្យតែជាភាពត្រឹមត្រូវបាទកុំខ្មាស់អៀនក្នុងការនិយាយ Don't be shy to talk បាទយើងទៅមុខជាបន្តទៀតភាសាអង់គ្លេសងាយស្រួលបាទទេបើរៀនរាល់ថ្ងៃ English is easy if you practice every day បាទ English is easy if you practice every day English is easy if you practice every day បាទអញ្ចឹងបានន័យថាភាសាអង់គ្លេសហ្នឹងងាយស្រួលទេបើយើងរៀនរាល់ថ្ងៃហ្នឹងហើយអញ្ចឹងបងប្អូននៅខាងលើមិញនិយាយថាកុំខ្មាស់អៀនក្នុងការនិយាយណាអញ្ចឹងយើងបើចង់ចេះភាសាអង់គ្លេសកុំខ្មាស់អៀនក្នុងការនិយាយត្រូវតែហ៊ាននិយាយទោះបីជាខុសក៏ដោយត្រូវក៏ដោយបាទភាសាអង់គ្លេសជាភាសាទី2នៅក្នុងប្រទេសកម្ពុជាយើងបាទបន្ទាប់ពីភាសាខ្មែរណាដូច្នេះកាលណាយើងចេះភាសាទី2បានច្រើនយើងអាចប្រើប្រាស់ក្នុងវិស័យការងារក្តីប្រើប្រាស់នៅក្នុងការទំនាក់ទំនងប្រចាំថ្ងៃក្តីបាទឬមួយក៏ប្រើប្រាស់អ្វីផ្សេងៗហ្នឹងទៅអញ្ចឹងមុននឹងយើងនិយាយបានល្អយើងត្រូវរៀននិយាយពីតិចទៅសិនតិចតសិនខុសត្រូវចេះទៅសិនទៅបាទទៅមុខទៀតបន្តិចទៀតខ្ញុំចេញទៅហើយបាទបន្តិចទៀតខ្ញុំចេញទៅហើយ I'm leaving soon I'm leaving soon I'm leaving soon អញ្ចឹងខ្ញុំបន្តិចទៀតចេញទៅហើយបាទតើណាអញ្ចឹងយើងអាចនិយាយចឹងបានណាអូខេខ្ញុំមិនដឹងថាហេតុអ្វីទេបាទ I don't know why I don't know why I don't know why ខ្ញុំមិនដឹងថាហេតុអីទេមិនដឹងថាហេតុអីបានខ្ញុំចូលចិត្តរៀនភាសាអង់គ្លេសមិនដឹងថាហេតុអីបានខ្ញុំចង់និយាយភាសាអង់គ្លេសមិនដឹងថាហេតុអីបានខ្ញុំអត់ចេះខ្មាស់គេក្នុងការនិយាយភាសាអង់គ្លេសទេបាទនេះហើយគឺជាស្ពានមួយដំណើរមួយដើម្បីយើងទៅរកភាពជោគជ័យបាទគឺយើងត្រូវការកសាងពីខ្លួនទៅទេសិនណាហ្នឹងហើយមុននឹងយើងអាចនិយាយបានអាច practice មួយគេបានបាទអញ្ចឹងយើងត្រូវចាប់ផ្ដើមសិនខ្ញុំផ្ដាសាយបាទខ្ញុំផ្ដាសាយ I have a cold I have a cold I have a cold បាទខ្ញុំផ្ដាសាយបាទខ្ញុំគ្រុនហើយបាទខ្ញុំគ្រុនហើយ I have a fever I have a fever I have a fever បាទអញ្ចឹងបានន័យថាខ្ញុំគ្រុនហើយបាទកុំហូបលឿនពេកបាទកុំហូបលឿនពេក Don't eat too fast Don't eat too fast Don't eat too fast បាទកុំហូបលឿនពេកបាទអញ្ចឹងកុំហូបលឿនពេកគឺមានន័យបងប្អូនណាអាចជួយយើងបានថាកាលណាបងប្អូនហូបលឿនមកទៅពេល
យើងទៅពីអាហារគឺមិនសូវម៉ត់ទេយើងលាបទៅធ្វើឲ្យពិបាកក្នុងការរំលាយអាហារកាពះពោះវៀនយើងណាបាទហ្នឹងទី1ទី2កាលណាញ៉ាំលឿនពេកបញ្ញាពេកហ្នឹងក៏ធ្វើឲ្យយើងប៉ះពាល់ដែរប៉ះពាល់រឿងអីអ្នកខ្លះពេលយើងញ៉ាំលឿនពេកទៅធ្វើឲ្យស្លាក់អំពង់ខ្យល់កាលណាស្លាក់អំពង់ខ្យល់ទៅគឺអាចធ្វើឲ្យយើងប៉ះពាល់ដល់អាយុជីវិតដែរណាបងប្អូនបាទដូច្នេះdon't eat too fast បាទកុំហូបលឿនពេកឬក៏កុំហូបបញ្ញាពេកមួយទៅពីឲ្យល្អិតបាទដើម្បីកាពះពោះវៀនស្រួលរំលាយជាធម្មតាគេថាទៅពីអាហារមុននឹងលេបចូលក្នុងពោះយើងត្រូវទៅពី10ទៅ15ដងសិនបាទហើយចាំយើងលេបតបាទអញ្ចឹងសង្ឃឹមថាបងប្អូន don't eat too fast បាទកុំហូបលឿនពេកអរគុណច្រើនបងប្អូនសង្ឃឹមថាវីដេអូមួយនេះបងប្អូនពេញចិត្តហើយបើសិនជាមានកំហុសខុសឆ្គងសូមការអធិស្ឋាននឹងមួយទៀតបើបងប្អូនពេញចិត្តប្រយោគមួយណាសូមជួយ comment ម្នាក់មួយផងបងប្អូនពេញចិត្តប្រយោគណាជាងគេបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងសូមគោរពលាជួបគ្នានៅឱកាសក្រោយទៀត